ទី2បាទ តលាអន ជួយមកបងជួយមកបងបងជួយកូនចៅអូយបងប្រុសបងប្រុសមួយបងអាយបងប្រុសបងជួយកូនចៅបងតាមនេះ ឥឡូវខ្ញុំពងនៅកណ្ដាលទន្លេហ្នឹងបាទមើលត្មងក៏ដឹងដែរ ដាច់មក ហើយក៏មិននេសាទមិនឡប់ដួយដែរបាទនេសាទត្រីបាទចាំទស្សនាទាំងអស់គ្នាបាទវីដេអូនេះរៀងវែងតិចហើយព្រោះយើងមកនេសាទដល់ទន្លេហើយនេះកន្លែងខ្ញុំបេះបត្រាហូបតាំងពីក្មេងឥឡូវបាក់ចិត្តអស់ហើយនេះអរីកាខ្ញុំនៅពីក្មេងបាទលើកអាហ្នឹងហើយលួចត្រីគេនេះលើកអាហ្នឹងហើយយើងវាយដើម្បីឲ្យត្រីផ្អើលគៀនរត់ទៅរមងយើងបាទអាចបានមកតោនពីតោននេះហ្នឹងអញ្ចឹងផ្ញើជូន top fan ជីពិសេសបងឥឡូវពងបុកហ្នឹងប្រហែលជា10គីឡូហ្នឹងបងប្អូននោះបុកហើយ100គីឡូបុកហ្នឹងបុកហើយអត់ឃើញអត់បានមួយបាទបានមួយខ្លះទួយមួយទី2បាទត្រីទី2ត្រីទី3បាទទូចមួយវាខំទេមិនមែនវាជាប់ទេវាខំជាប់គុណបាទវាខំជាប់ទេអានេះខំជាប់ឡើយត្រីយើងបានតែប៉ុណ្្នឹងឯងបាទវាយកមកខុសកាឡាវាធំពេកជាងទៅពេលថ្ងៃជាងទៅត្រីធំវាអត់ចាញ់មកទេអានេះជាប់មួយវាខំអើយសែតប្រាយធ្លាប់តា8ម៉ោងបានមកទូកឥឡូវបាន4ក្បាលទូចនេះឡើយពងដុតភ្លើងមកដុតភ្លើងអាំងត្រីរបស់យើងយកម៉ោងមកខុសបាទកលាវាធំពេកវាអត់មាន3ផឹងត្រីបលែនវាអត់ចូលមកទេទៅឡើយវាក្តៅខ្លួនជាងទៅពិបាកទៅពេលផឹកបានត្រូវពេលព្រឹកឯហ្នឹងបលែនពងបោលនេះអានេះបានថាអាទូចវានៅពេលថ្ងៃវាចេញយើបាក់ដែរហ្នឹងហើយគោរបស់ខ្ញុំបាទត្រីអន្តឡងតិចបាទជាប់ភ្លាមយកអាំងភ្លាមប្រហើយមើលសមុទ្រសុកឃើញខ្មុំបាទល្មមយើងអត់បានត្រីតែបានខ្មុំបាទធំរបស់គេដាំយកខ្មុំមកយើងឯងបាទអត់កោតឆេះទៀតអើយចោលខ្លាំងណានោះសំពួរកលៃស្គាល់យកខ្មុំខ្ញុំបោះដៃនេះនិយាយមែននេះអត់បញ្ហាខ្ញុំបោះដៃទេយល់អត់ខ្ញុំយកខ្ញុំបោះដៃខ្ញុំឲ្យមានអ្នកកាន់កាមេរ៉ាទេនេះបោះដៃសេនណាអូនណាមើលសាច់ក៏ដឹងនៅជាតិចុយកម្មចឹងអត់តែដាំហូបបាយហើយយើងអត់មានត្រីមែនតែយើងមានខ្មុំអីចឹងណាបែបធម្មជាតិអញ្ចឹងចាញ់ពុកណាទៅវិញហើយបាទដាក់ទៅចូលអត់លឹកហើយ